នៅរដ្ឋធានីដាម៉ាស់ព្រឹកថ្ងៃអង្គារទី7កក្កដានេះគ្រាប់បែកផ្ទុះ2លើកនៅក្បែរសន្តាគារប្រណិត Four Seasons ដែលជាកន្លែងស្នាក់នៅរបស់ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងតរយៈកាលបឋមមានមនុស្សរបួសយ៉ាងតិច18នាក់តែវាមានប្រធានាធិបតីបារាំងបានបញ្ជាក់ថាលោកប្រមុខរដ្ឋម៉ាក្រុងមានសុវត្ថិភាពល្អហើយបន្តដំណើរទស្សនកិច្ចថ្ងៃទី2ដោយត្រូវជួបជាមួយប្រមុខដឹកនាំរដ្ឋាភិបាលចម្រុះស៊ីរីលោកអាមេតអាល់សារ៉ានៅវិមានប្រធានាធិបតីស៊ីរីដោយចាត់ទុកជាអំពើភេរវកម្មអាជ្ញាធរសន្តិសុខស៊ីរីបានលំអិតថាគ្រាប់បែកមួយត្រូវគេបង្កប់ក្នុងធុងសម្រាមហើយមួយទៀតលាក់នៅក្នុងឡានផ្សែងភ្លើងឆេះឡើងហើយកងកម្លាំងសន្តិសុខនិងក្រុមពន្លត់អគ្គិភ័យកំពុងធ្វើសកម្មភាពអន្តរាគមន៍យ៉ាងព្រោងព្រាតនៅកន្លែងកើតហេតុអ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍ដែរថាក្រសួងទេសចរដែលស្ថិតនៅទល់មុខនឹងសន្តាគារ Four Seasons ក៏មានបាក់បែកកញ្ចក់ដោយអន្លើស៊ីរីជួបសង្គ្រាមស៊ីវិលជាង16ឆ្នាំអន្តរជាតិមិនរាប់រកស៊ីរីទេនឹងទុកនៅកន្លៀតជញ្ជាំងហើយប្រទេសនេះត្រូវរួមរឹតដោយអំពើពុករលួយរំលោភអំណាចនិងអសន្តិសុខគ្រានេះលោកអេម៉ានូអែលម៉ាក្រុងជាមេដឹកនាំបរទេសទី1ដែលហ៊ានឈានជើងចូលទៅបំពេញទស្សនកិច្ចនៅស៊ីរីក្រោយពីរដ្ឋាភិបាលផ្ដាច់ការរបស់លោកបាសាអាល់អាសាដត្រូវគេទម្លាក់ចេញពីអំណាចនៅចុងឆ្នាំ2024លោកម៉ាក្រុងក៏ជាប្រមុខរដ្ឋបរទេសទី1ដែលបានអញ្ជើញលោកអាមេតអាល់សារ៉ាមេដឹកនាំស៊ីរីថ្មីឲ្យទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីកាលពីខែឧសភាឆ្នាំ2025ដើម្បីចូលរួមធ្វើសន្និសីទស្ដីពីការកសាងស៊ីរីឡើងវិញកាលនោះចេញពីក្រុងប៉ារីលោកអាមេតអាល់សារ៉ាក៏បានឈានចូលទៅកាន់ទីក្រុង Washington ដើម្បីជួបជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមានថែមទៀតផងក្នុងជំនួបទ្វេភាគីរវាងប្រមុខដឹកនាំបារាំងនិងសមាភាគីស៊ីរីនៅរដ្ឋធានីដាម៉ាស់លោកម៉ាក្រុងបានដោះដូរយោបល់ជុំវិញការស្ថាបនាស៊ីរីឡើងវិញដោយឈរទៅលើស្មារតីបង្រួបបង្រួមជាតិនិងពហុនិយមអមដំណើរប្រមុខរដ្ឋបារាំងក៏មានថៅកែក្រុមហ៊ុនបារាំងក្រាក់ៗទៅជាមួយផងនេះឱកាសនេះប្រធានាធិបតីស៊ីរីលោកអាល់មេតអាល់សារ៉ាបានផ្ដល់បទសម្ភាសន៍ឲ្យទូរទស្សន៍បារាំងថាប្រទេសស៊ីរីមានសក្តានុពលខ្លាំងសម្រាប់ការវិនិយោគទុនបរទេសបារាំងនឹងចូលរួមវិនិយោគនៅក្នុងវិស័យសំណង់ដោយកសាងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរួមទាំងវិស័យទេសចរណ៍កសិកម្មនិងឧស្សាហកម្មបើតាមមេដឹកនាំស៊ីរីរូបនេះដដែលរដ្ឋាភិបាលទីក្រុងដាម៉ាស់ក៏ត្រៀមខ្លួនជាស្រេចដើម្បីបញ្ជាទិញយន្តហោះ Airbus របស់ក្រុមហ៊ុនអឺរ៉ុបចំនួន8គ្រឿង